រៀងរាល់ថ្ងៃគឺជាការចាប់ផ្ដើមថ្មីជាឱកាសថ្មីដើម្បីចាប់ផ្ដើមជាថ្មីម្ដងទៀតមិនថាមានអ្វីកើតឡើងកាលពីម្សិលមិញទេថ្ងៃនេះគឺជាថ្ងៃដែលពោរពេញទៅដោយលទ្ធភាពពេលខ្លះយើងបរាជ័យយើងធ្វើខុសឬយើងវង្វេងតែមិនអីទេជីវិតមិនមែនជារឿងដែលថាមិនចេះដួលនោះទេវាគឺជារឿងដែលនិយាយអំពីការក្រោកឈរឡើងវិញនិងព្យាយាមម្ដងទៀតការចាប់ផ្ដើមឡើងវិញមិនមែនមានន័យថាអ្នកចុះចាញ់នោះទេតែវាបញ្ជាក់ថាអ្នកឆ្លាតជាងមុននិងរឹងមាំជាងមុនការចាប់ផ្ដើមជាថ្មីម្ដងទៀតនាំមកនូវថាមពលនិងក្តីសង្ឃឹមថ្មីកុំឲ្យអតីតកាលកំណត់អនាគតរបស់អ្នករឿងអ្វីក៏ដោយបើវាមិនអាចជួយអ្នកបានទេសូមទុកវាឲ្យនៅក្នុងអតីតកាលទៅចុះហើយដើរឆ្ពោះទៅមុខដោយក្តីរីករាយជាមួយនឹងភាពក្លាហានរបស់អ្នកអាចចាប់ផ្ដើមជាថ្មីម្ដងទៀតបានជានិច្ចហើយលើសពីនេះអ្នកនឹងចាប់ផ្ដើមជាថ្មីបានល្អជាងមុនទៅទៀត